បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទសូមធ្វើការរៀបរាប់បង្ហាញអំពីបញ្ញាក្អែកពូកែខាងពីជ័យសង្គ្រាមបាទជាទូទៅបញ្ញាក្អែកគឺជាវត្ថុស័ក្តិសិទ្ធិបែបធម្មជាតិជារុក្ខជាតិម្យ៉ាងដែលដុះនៅលើដើមឈើដទៃទៀតយើងហៅថាបញ្ញាក្អែកហើយបញ្ញាក្អែកនោះទៀតសោតបច្ចុប្បន្ននេះគឺនិយមណាស់ទូទៅហើយជាទូទៅហើយភាគច្រើននោះយកទៅសាងជារូបព្រះឥសីព្រះពុទ្ធសាងជារូបផ្សេងទៀតជាច្រើនកំពុងតែពេញនិយមខ្លាំងហើយពុកម៉ែបងប្អូនខ្លះទៅក៏គាត់សាងជាខ្សែអង្កាំដៃខ្លះទៅក៏សាងជាឡតហើយផ្សេងក្បូរក្បាច់រចនាទៅតាមការស្រឡាញ់ការនិយមអញ្ចឹងការគោរពទៅលើបញ្ញាក្អែកបាទគឺវាពិសេសម្យ៉ាងដល់ថាបញ្ញាក្អែកងាយស្រួលក្នុងការរកចំពោះបញ្ញាក្អែកខ្លះក៏ពិបាករកដែរហើយអានុភាពប្រសិទ្ធភាពក៏ប្រើការបានបាទហើយថ្ងៃនេះខ្ញុំសូមបង្ហាញអំពីបញ្ញាក្អែកផ្នែកពីជ័យសង្គ្រាមព្រោះថាសពថ្ងៃនេះប្រទេសជិតខាងយើងហ្នឹងកំពុងតែឈ្លានពានចូលមកកាន់ទឹកដីកម្ពុជាយើងអញ្ចឹងរបស់ដែលសម្រាប់ប្រើក្នុងភ្លើងសង្គ្រាមបាទខ្ញុំលើកយកអំពីបញ្ញាក្អែកលើកនេះបញ្ញាក្អែកដែលងាយស្រួលរកជាងគេបាទបើថាកិច្ចការងារបតនរករបស់ផ្សេងគឺពិបាកអញ្ចឹងបញ្ញាក្អែកគឺងាយស្រួលខ្សែកថាខ្សែយន្តក៏ស្រួលដែរឲ្យតែលោកគ្រូអ្នកគ្រូនោះគាត់ចេះចំណេះវិជ្ជាពិតប្រាកដអញ្ចឹងគាត់អាចសាងបានហើយចំពោះបញ្ញាក្អែកនេះគ្រាន់តែយើងសែនសុំឲ្យបានត្រឹមត្រូវក្នុងការកាប់យកមកឲ្យបានត្រឹមត្រូវអញ្ចឹងគឺប្រកែស័ក្តិសិទ្ធិពីធម្មជាតិមិនបាច់ធ្វើកិច្ចប្រសិទ្ធិទេអញ្ចឹងបញ្ញាក្អែកដែលខ្ញុំបង្ហាញនេះបាទមួយអង្គនេះគឺជាបញ្ញាក្អែកដើមអង្គរងបាទបញ្ញាក្អែកដើមអង្គរងហើយដោយសារតែខ្ញុំបានសាងជារូបហើយជាព្រះឥសីហើយអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញជាតំណាងទៅចុះប៉ុន្តែមិនចាំបាច់ថាទាល់តែឆ្លាក់ទេពុកម៉ែបងប្អូនមិនបាច់ឆ្លាក់ក៏បានដែរនេះគឺជាបញ្ញាក្អែកដើមអង្គរងបាទប៉ុន្តែវារឹសវាជាទូចម៉ែទូចអញ្ចឹងគេកាត់តាមមកកង់កាត់រៀងត្រង់តិចមកកាត់មកកង់ប៉ុណ្ណឹងដាក់ចូលទៅក្នុងបំពង់ឡតបាទចូលក្នុងបំពង់ឡតឬក៏ចងរុំជាខ្សែធ្វើជាបន្តោងខ្សែកអីជាប់ខ្លួនណាក៏អាចការពារបានដែរក៏ការពារបានដូចជាយើងសាងជារូបព្រះឥសីហើយចឹងដែរគឺបានដូចគ្នាប្រសិទ្ធភាពបកកែទៅលើបញ្ញាក្អែកនេះហើយមិនបកកែទៅលើការសាងជារូបអ្វីនោះទេហើយការសាងការឆ្លាក់ជារូបនេះគឺអាស្រ័យទៅលើការស្រឡាញ់ពេញចិត្តរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយនឹងការសុំបាទពេលទៅសាងជារូបហ្នឹងគប្បីត្រូវដុតធូបសុំតួអង្គជាមុនសិនថាយកទៅសាងជារូបនេះរូបនោះសូមឲ្យប្រកែស័ក្តិសិទ្ធិដូចបំណងបាទអញ្ចឹងយើងមានតែមកកង់ប៉ុណ្ណាក៏ដោយឧទាហរណ៍ថាវាប៉ុណ្ណឹងយើងមានតែប៉ុណ្ណឹងជាប់ខ្លួនបាទបន្តិចដាក់តាមខ្លួនក៏អាចការពារខ្លួនយើងក្នុងពិជ័យសង្គ្រាមបានដែរហើយមិនមែនតែបញ្ញាក្អែកអង្គរងទេគឺស្ដេចបញ្ញាក្អែកទាំង7មុខមានអង្គរងស្នោស្ដៅត្រៀងខែតកទួតព្រៃ7ជួរអាស័យជាដើមនោះអញ្ចឹង7មុខហ្នឹងគឺយើងទុកចិត្តបានហើយថានៅក្នុងភ្លើងសង្គ្រាមមានមួយណាក៏ដោយក៏អាចការពារខ្លួនយើងបានដែរបាទនេះខ្ញុំសូមធ្វើការបង្ហាញជាគោលបាទគឺទន្ទ្រានខេតបាទនេះអង្គរងបាទហើយនៅបញ្ចុះបាតបលាំងនេះខ្ញុំធ្វើការបញ្ចុះតែ7មុខដោយសារតាវាមានហើយអញ្ចឹងខ្ញុំក៏បញ្ចុះទៅប៉ុន្តែក្រៅពីបញ្ញាក្អែកក្រៅពីស្ដេចបញ្ញាក្អែកទាំង7មុខនេះក៏នៅមានបញ្ញាក្អែកផ្សេងទៀតដែលមានឥទ្ធិពលខាងសឹកសង្គ្រាមការពារក្នុងភ្លើងសង្គ្រាមបានផងដែរមិនមែនមានន័យថាខ្លាំងពូកែហ្នឹងតែស្ដេចបញ្ញាក្អែកទាំង7មុខហ្នឹងទេនៅមានបញ្ញាក្អែកផ្សេងទៀតដូចជាបាទនៅក្នុងដៃខ្ញុំដែលបានសាងជារូបព្រះឥសីរួចហើយនេះគឺបញ្ញាក្អែកដើមរាំងសាបបាទបញ្ញាក្អែករាំងសាប
ទោះបីជាបញ្ញាកាយដើមរាំងធម្មតាដើមរាំងទឹកក្តីរាំងភ្នំក្តីរាំងសាបក្តីក៏អាចប្រើក្នុងពិជ័យសង្គ្រាមបានដូចគ្នាបាទខ្ញុំឃើញបញ្ញាកាយដើមរាំងទឹកដែលគេយកត្រួយធ្វើជានលក់បន្លែនលក់ជាពិសេសដាក់ជាមួយនំបញ្ចុកគឺសម្បូរมันពិបាករកទេអញ្ចឹងបញ្ញាកាយដើមរាំងគឺស្រួលរកផងដែរហើយបញ្ញាកាយដើមរាំងក៏អាចប្រើដើម្បីទប់ទល់រារាំងនឹងខ្មាំងសត្រូវគ្រាប់កំភ្លើងមិនឲ្យចូលមកយើងចោះដែរបាទប៉ុន្តែរបស់ខ្ញុំនេះសាងចេញពីបញ្ញាកាយរាំងសាបនៅភ្នំស្រង់បាទនៅភ្នំស្រង់ហើយពាក្យមួយគេនិយាយថាចែកមានគ្រូម្នាក់គាត់និយាយយូរហើយតែខ្ញុំស្ដាប់បានណាគាត់និយាយថាចេះបញ្ញាកាយដើមរាំងគេអត់ប្រើទេប្រើទៅវារាំងគ្រូរាំងទាំងគ្រូទៀតរាំងលៀបទៀតអញ្ចឹងពុកម៉ែបងប្អូនមួយចំនួនគាត់បានស្ដាប់ឮពាក្យហ្នឹងផងដែរហើយគាត់សួរមកខ្ញុំអញ្ចឹងគាត់ថាតើប្រើបានអត់ដើមរាំងខ្ញុំសូមបកស្រាយថាគ្រូអីក៏អន់ម្លេះគ្រាន់តែបញ្ញាកាយដើមរាំងក៏រាំងគ្រូយើងចិត្តព្រោះថាពាក្យហ្នឹងវាមិនពិតទេវាមិនអាចរាំងគ្រូយើងបានទេបញ្ញាកាយដើមរាំងរាំងនេះគឺយើងសែនឲ្យបានត្រឹមត្រូវបាទសំខាន់សែនឲ្យបានត្រឹមត្រូវយកមកគឺយើងសុំឲ្យរាំងតែសង្គ្រាមទេមិនមែនឲ្យមករាំងលៀបសក្ការៈមករាំងគ្រូយើងឯណាអញ្ចឹងសំខាន់ជាងគេពេលដែលយើងទៅកាប់បើយើងកាប់ដោយសេចក្តីប្រមាទកាប់ចេះតែកាប់យកសែនមិនបានត្រឹមត្រូវហើយយើងប្រើពាក្យពេចន៍មិនសមរម្យអញ្ចឹងអានុភាពហ្នឹងអាចមកប្រឆាំងអាចមករារាំងនឹងយើងប៉ុន្តែសួរថារាំងជាប់មិនជាប់គឺអាស្រ័យទៅលើបុណ្យកុសលរបស់យើងទៅលើគ្រូកំណើតរបស់យើងនឹងឯងហើយបើយើងបុណ្យកុសលខ្វះខាតទេអញ្ចឹងដូចពាក្យគេថាអញ្ចឹងរាំងគ្រូបាទអញ្ចឹងការសែនយកបញ្ញាក្អែកណាក៏ដោយពុកម៉ែបងប្អូនបើសិនជាបានជួបប្រទេសហើយគោរពស្រឡាញ់ហើយគប្បីត្រូវមានផ្លែឈើ5មុខបាទមានផ្លែឈើ5មុខមានភេសជ្ជៈមានទឹកសុទ្ធមានស្ករគ្រាប់មាននំពងទាហ្នឹងហើយយើងសែនថ្វាយទៅជាពិសេសគឺមន់ស្ងោរបាទដាក់ថ្វាយមន់ស្ងោរទៅមន់ស្ងោរទៅកាលណាទៅអស់ធុកហើយយើងហូបខ្លួនឯងដដែលទេអញ្ចឹងគឺយើងថ្វាយទៅមន់ស្ងោរផ្លែឈើ5មុខឬក៏7មុខមានភេសជ្ជៈមានទឹកសុទ្ធហើយធម្មតាស្ដេចបញ្ញាក្អែកក៏ដោយបញ្ញាក្អែកក៏ដោយមានពពួកគេហៅថាព្រាយថែរក្សាបាទរបស់ខ្លះក៏មានព្រាយភ្នំរបស់ខ្លះក៏មានព្រាយអាកាសរុក្ខទេវតាអីចឹងជាដើមទៅប៉ុន្តែភាគច្រើនហ្នឹងព្រាយហើយស្ដេចព្រាយធំហ្នឹងប៉ុន្តែអស់លោកមានគុណធម៌ទេមានគុណធម៌ជាព្រាយសម្រាប់រក្សាភូមិរក្សាដើមឈើបាទហើយពេលដែលយើងសែនយកគឺមានហ្នឹងមន់ស្ងោរផ្លែឈើ7មុខតែកាលណាតែមានមន់ស្ងោរត្រូវមានស្រាសហើយយើងដាក់ស្រាសក៏បានស្រាកំប៉ុងក៏បានថ្វាយទៅពេលអស់យើងដល់ពេលយើងម្ដងយកមករបស់នឹងប្រើការបានហើយអត់បាច់ធ្វើកិច្ចប្រសិទ្ធិអីទៀតទេតែបើយើងកាប់អត់សែនណាហ្នឹងពិបាកណាពិបាកបន្តិចថ្ងៃក្រោយទៅគេបិទលៀបសក្ការៈយើងគេកាលណាដែលយើងទៅកាប់ហ្នឹងគឺស្មើនឹងយើងទៅបំផ្លាញផ្ទះបំផ្លាញទីជម្រករបស់គេអញ្ចឹងបាបកម្មហ្នឹងវានឹងសងមកលើយើងវិញគេថាភោគប្រសពគេថាតាមច្បាប់ធម្មជាតិអ្វីដែលយើងបំផ្លាញគេនឹងបំផ្លាញយើងវិញទៅតាមច្បាប់ធម្មជាតិបាទអញ្ចឹងយើងចំណាយថវិកាសែនទៅវាមិនជាអស់ប្រមាណទេហើយបញ្ញាក្អែកដែលអាចប្រើប្រាស់នៅក្នុងភ្លើងសង្គ្រាមបានទៀត
miền đôi chia bây giờ cái đàm srol bây giờ cái đàm priel bây giờ cái đàm mật tê bây giờ cái đàm mật lu hai nâng bây giờ cái war clothes này bây giờ cái war clothes bà hai miền tập năng này nằm miền bây giờ cái đàm là nghiêng đàm là nghiêng bây giờ cái chỉ ra một tiết dương sẽ đáp tới múa có bà bán á bây giờ cái hàng ấy xây xong sạch bây giờ cái ông kia sal bà rất là bạc cái khăn bạc cái bây giờ cái đàm cô bây giờ cái đàm cần ngọc và cần ngọc nó cái kia là bay ra cái này tại thiệt bật chả đánh cứ bật chỉ bạc cái men bà hơi bây giờ cáiประเภท วัว mà bây giờ cái ประเภท วัว วัว ตะดัดcái đời hay bây giờ cái ประเภท วัว เปรย์ mà วัว เปรย์ nó hết là พิเศษ ទៀត ពិសេស ដូច วัว โคลด ដែរ bây giờ cái អញ្ចឹង ប្រភេទ bây giờ cái ទាំងអស់ នោះ ហើយ ដែល អាច យក មក ប្រើ ខាង ពិជ័យ សង្គ្រាម បាន បាទ ហើយ ប្រើ ក្នុង ការ ប្រើប្រាស់ ហ្នឹង គឺ គេ ដាក់ តាម ខ្លួន យក មក ធ្វើ សាង ជា កម្ម ក៏ បាន ដាក់ ក្នុង ឡត ក៏ បាន រចនា លេង ជា ក្បាច់ អី ជាប់ ខ្លួន ទៅ តាម ការ ស្រឡាញ់ ក៏ បាន សាង ជា ផ្កា ចម្ប៉ា ក៏ បាន សាង ជា រូប ក៏ បាន សំខាន់ នៅ ពេល ដែល យើង ធ្វើ អ្វី មួយ យើង ក៏ បី ដុត ធូប ឬ ក៏ មាន តំណប់ ដៃ បន្តិច បន្តួច មាន ចេក មួយ ស្និត អី ចឹង ទៅ មាន ភេសជ្ជៈ អញ្ចឹង ទៅ ហើយ យើង ដុត ធូប យើង បួង សួង ថា សូម ឲ្យ ខ្ញុំ នេះ យក បំណែក នៃ បញ្ញាក្អែក មួយកង់ នេះ យក ទៅ សាង ជា រូប នេះ រូប នោះ ដែល ខ្ញុំ ស្រឡាញ់ សូម ករណា គុណ ម្ចាស់ ទ្រង់ សន្តោស ឲ្យ ខ្ញុំ សាង ជា រូប នេះ រូប នោះ សូម ឲ្យ បាន សម្រេច ដូច សេចក្តី ប្រាថ្នា សូម ឲ្យ ប្រកែ ស័ក្តិសិទ្ធិ ដូច បំណង សូម គុណ ម្ចាស់ ទ្រង់ សន្តោស បើក នៅ ពន្លឺ បាទ តែ ប៉ុណ្ណឹង ទៅ រួច រាល់ បាទ អញ្ចឹង វីដេអូ របស់ ខ្ញុំ មាន តែ ប៉ុណ្ណឹង បាទ សូម អរគុណ ច្រើន ពុកម៉ែ បងប្អូន ទាំងអស់គ្នា ដែល បាន ធ្វើ ការ តាមដាន ទស្សនា បាទ សូម អរគុណ